សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវិធីងាយសម្រាប់បងប្អូនដែលទើបចាប់ផ្ដើមអាជីវកម្មឬបងប្អូនដែលមានអាជីវកម្មខ្នាតតូចដែលចង់បង្កើតវីដេអូឬផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលរបស់បងប្អូនដោយវិធីងាយដោយបងប្អូនគ្រាន់តែមានកម្មវិធី Canva ជាការស្រេចដូច្នេះដើម្បីកុំឲ្យខាតពេលយូរខ្ញុំនឹងបង្ហាញបងប្អូននៅក្នុងកុំព្យូទ័ររបស់ខ្ញុំដូចតទៅបងប្អូនគ្រាន់តែចូលទៅក្នុង Google Chrome ហើយបងប្អូនធ្វើការវាយពាក្យ Canva ហើយបន្ទាប់មកបងប្អូននឹងចេញផ្ទាំងបែបនេះសម្រាប់បងប្អូនដែលបាន create account រួចហើយបងប្អូនធ្វើការ select យកពាក្យថា video ហើយយើងនឹងបានផ្ទាំងបែបនេះហើយបន្ទាប់មកបងប្អូនជ្រើសរើសយកពាក្យថា element ត្រង់នេះហើយវាយពាក្យថា lemon នេះគ្រាន់តែជាឧទាហរណ៍សម្រាប់បងប្អូនដែលមានអាជីវកម្មផ្សេងបងប្អូនអាចជ្រើសរើសពាក្យតាមអ្វីដែលអាជីវកម្មរបស់បងប្អូនត្រូវការហើយធ្វើការជ្រើសរើសវីដេអូដែលជាតម្រូវការរបស់យើងខ្ញុំជ្រើសរើសយកវីដេអូមួយនេះក៏ដែលជាឧទាហរណ៍ហើយខ្ញុំចុច double click ចូលទៅក្នុងវីដេអូហើយ set យកពាក្យថា set as background ងាកមកខាងឆ្វេងរកពាក្យថា font វាយពាក្យថា210ហើយខ្ញុំជ្រើសរើសយកខាងក្រោមនេះបន្ទាប់មកខ្ញុំធ្វើការពង្រីកអក្សរនេះហើយខ្ញុំធ្វើការផ្លាស់ប្ដូរពណ៌យកពណ៌សបងប្អូនចុច double click នៅលើអក្សរដែលយើងបានសរសេរហើយដោយជ្រើសរើសយកពាក្យថា duplicate ខ្ញុំធ្វើការឧទាហរណ៍បែបនេះអូខេឥឡូវយើងបានវីដេអូមួយផ្ទាំងរួចហើយបងប្អូនចូលទៅពាក្យ element ដដែលហើយបងប្អូនចាប់ផ្ដើមធ្វើការវាយពាក្យថា sphere ដូច្នេះបងប្អូនយកជ្រើសរើសយកពាក្យថា shape ហើយយើងធ្វើការដូរ background ទៅជាពណ៌សហើយយើងធ្វើការបិទ background នៅជុំវិញអក្សរគឺយើងធ្វើការបិទទាំងអស់ទុកតែផ្ទាំងអក្សរយើងតែប៉ុណ្ណោះអញ្ចឹងបងប្អូនធ្វើការបិទហើយយកពាក្យ duplicate ធ្វើការបិទជុំវិញធ្វើការបិទបែបនេះខ្ញុំធ្វើការទម្លាក់អក្សរបន្តិចបន្ទាប់មកគឺនៅប្រឡោះអក្សរខាងក្រោមនេះហើយបងប្អូនអាចធ្វើការទាញដើម្បីឲ្យត្រូវតាម frame របស់កម្មវិធីដែលគេកំណត់មកបែបនេះខ្ញុំធ្វើការបង្រួមរយៈពេលវីដេអូបន្តិចហើយខ្ញុំធ្វើការសាកល្បង play សាកល្បងអូខេឥឡូវយើងបានវីដេអូ
មួយផ្នែកហើយឥឡូវយើងធ្វើការ add page មួយទៀតយើងធ្វើការផ្លាស់ប្ដូរ background ហើយខ្ញុំយក background នេះយើងធ្វើការផ្លាស់ប្ដូរពណ៌បន្តិចដោយយើងយកពណ៌នេះបន្ទាប់មកខ្ញុំធ្វើការផ្លាស់ប្ដូរដោយខ្ញុំទាញពណ៌នេះដាក់នៅខាងមុខវិញឲ្យមានពន្លឺចំកណ្ដាលហើយខ្ញុំធ្វើការផ្លាស់ប្ដូរពណ៌ដើម្បីឲ្យលេច background យើងបន្តិចហើយបងប្អូនជ្រើសរើសយកពាក្យថា text ហើយយើងធ្វើការសរសេរពាក្យថា lemon ហើយយើងធ្វើការដូរ font ដោយបងប្អូនវាយពាក្យថា Anton គឺមួយនេះយើងធ្វើការពង្រីកសាយអក្សរបន្តិចហើយយើងធ្វើការផ្លាស់ប្ដូរពណ៌ជាពណ៌សហើយយើងដូរ style អក្សររាងត្រេតបន្តិចដោយយើងចុចយកអក្សរ I ដែលមានរាងត្រេតនេះហើយយើងយកពាក្យថា effect ខ្ញុំជ្រើសរើសយក lip ហើយខ្ញុំធ្វើការដំឡើងvolume effect ដើម្បីឲ្យឃើញ shadow ឲ្យបានច្បាស់ហើយខ្ញុំធ្វើការ duplicate ហើយខ្ញុំធ្វើការផ្លាស់ប្ដូរពាក្យដែលវាយពាក្យថា choose ហើយខ្ញុំធ្វើការបង្រួមផ្សាយហើយខ្ញុំ double click ទៅលើអក្សរហើយយកពាក្យថា layer ហើយខ្ញុំយកពាក្យថា send to the backហើយបងប្អូនធ្វើការគ្រប់អក្សរទាំងពីរនេះបន្ទាប់មកបងប្អូនធ្វើការបង្វិលអក្សរនេះដើម្បីឲ្យរាងផ្ដេករាងបញ្ឆិតបន្តិចដើម្បីឲ្យមើលទៅឃើញភាពតាក់ទាញហើយបងប្អូនយកពាក្យថា animate ហើយបងប្អូនជ្រើសរើសយកពាក្យថា pop ហើយបងប្អូនផ្ដើមបន្ថយ speed មួយនេះហើយខ្ញុំធ្វើការបន្ថយ speed ហើយខ្ញុំធ្វើការបន្ថយរយៈពេលហើយយើងធ្វើការ add new page ហើយបងប្អូនយកពាក្យ element ដដែលហើយវាយពាក្យថា lemon can ឬក៏បងប្អូនមានរូបភាពជាផលិតផលរបស់បងប្អូនអាចធ្វើការ download បានតែនេះគ្រាន់តែជាឧទាហរណ៍ខ្ញុំធ្វើការជ្រើសរើសយកភេទជ្ជៈមួយនេះបន្ទាប់មកយើងធ្វើការ download ដោយយើងคลิกយកពាក្យថា current page 3ហើយយើងធ្វើការ download បន្ទាប់មកយើងបានវីដេអូនោះយើងធ្វើការ download ចូលនៅក្នុងកម្មវិធី Canva ហើយយើងធ្វើការលុបវីដេអូចាស់របស់យើងហើយយើងធ្វើការដូរ background ទៅជាពណ៌សហើយយើងធ្វើការដាក់វីដេអូដែលយើងបាន download បានមិញហើយបងប្អូនចូលទៅពាក្យ element ហើយពាក្យថា frame circle ប
ការ add new page ហើយបងប្អូនចូលទៅពាក្យថា element ហើយវាយពាក្យថា lemon ហើយបងប្អូនអូសទៅខាងក្រោមដោយយកពាក្យថា app ដោយជ្រើសរើសយកពាក្យថា type gradient ហើយបន្ទាប់មកខ្ញុំធ្វើការផ្លាស់ប្ដូរពណ៌ C ជាមួយនឹងផលិតផលរបស់យើងបងប្អូនធ្វើការផ្លាស់ប្ដូរបែបនេះយើងបាន design អក្សរដែលយើងចង់បានហើយបងប្អូនមើលទៅខាងក្រោមដោយបងប្អូនជ្រើសយកពាក្យថា add to design ហើយបងប្អូនคลิกលើតួអក្សរហើយបងប្អូនយកសញ្ញាលេខបូកខាងលើនោះហើយយើងធ្វើការផ្លាស់ប្ដូរពាក្យបន្ទាប់មកបងប្អូនទៅខាងក្រោមហើយយកពាក្យថា update element បន្ទាប់មកបងប្អូនយកពាក្យថា position យកពាក្យថា layer ធ្វើការទាញយករូបភាពកំប៉ុងភេទជ្ជៈនេះឡើងទៅលើបន្ទាប់មកបងប្អូនធ្វើការ click នៅលើ page ចុងក្រោយនេះហើយយកពាក្យថា duplicate យើងធ្វើការដំឡើង transition ហើយបងប្អូនធ្វើការ click លើពាក្យថា out បន្ទាប់មកបងប្អូនអូសទៅខាងក្រោមយកពាក្យថា apply all page
ដូចនេះយើងចាប់ផ្ដើមធ្វើការ play សាកល្បងសូមចូលរួមអបអរនៅពេលនេះបងប្អូនបានធ្វើការបង្កើតវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់អាជីវកម្មរបស់បងប្អូនរួចរាល់ហើយ